សាជាថ្មីម្ដងទៀតហើយក៏សូមជម្រាបជូនទៅដល់បងប្អូនដែលតែងតែនិយមតាម page របស់ខ្ញុំបាទនៅថ្ងៃនេះខ្ញុំមាននៅ topic មួយដែលនឹងសូមជម្រាបជូនចំពោះបងប្អូននៅក្នុងនោះគឺខ្ញុំសូមលើកនៅ7ចំណុចដែលទាក់ទងទៅនឹង to be strong mindset ដើម្បីឲ្យយើងមានផ្នត់គំនិតរឹងមាំបានគឺយើងមាន7ចំណុចបងប្អូនណាបាទអញ្ចឹងនៅក្នុងនេះដូចគេថាហើយ a strong mindset mean that train your shot to be stay focus មានន័យថាយើងធ្វើការបង្វឹកនៅខួរក្បាលរបស់យើងដើម្បីឲ្យយើងផ្ដោតទៅលើរឿងមួយដែល focus ដូចជា positive discipline even the light got to touch សូម្បីតែនៅក្នុងជីវិតយើងដែលជួបនៅបញ្ហាក៏ដោយ Here are some key way to build it មាននៅចំណុចខ្លះដែលខ្ញុំនឹងជម្រាបជូនដូចតទៅបាទទី1 number 1គឺ believe in yourself បាទ believe in yourself គេថា trust that you can overcome changing បាទមានន័យថាយើងត្រូវតែជឿជាក់ទៅលើអ្វីដែលយើងអាចទទួលយកនៅភាពឈ្នះទៅលើការផ្លាស់ប្ដូរហើយ replace នឹងមួយទៀតគឺ clear មួយទៀតគឺឲ្យយើងធ្វើការ replace ទៅនឹងពាក្យមួយដែលពាក្យថា I can't ជាមួយនឹងពាក្យថា I will try ឬក៏ I will find the ways បាទចំណុចទី1បាទឥឡូវយើងឈានចូលទៅដល់នៅ the point number 2 stay positive but realistic បាទសូមស្ថិតនៅក្នុងគេនិយាយថាស្ថិតនៅក្នុងគំនិតជាវិជ្ជមានហើយវាមិនមែនជាឲ្យពិតប្រាកដបងប្អូនណាឲ្យពិតប្រាកដអញ្ចឹងមានន័យថា focus on solution not just a problem មានន័យថាគឺយើងត្រូវធ្វើការផ្ដោតទៅលើអ្វីដែលជាដំណោះស្រាយមិនមែនជាបញ្ហានោះទេអញ្ចឹងបើសិនជាយើងផ្ដោតទៅលើបញ្ហាយើងនឹងជួបតែបញ្ហាអញ្ចឹងមានន័យថាយើងត្រូវតែធ្វើការដោះស្រាយដោយមាន focus ទៅលើនៅបញ្ហាអញ្ចឹងមួយទៀតគឺក្នុង clear មួយទៀតគេថា accept what you cannot control មានន័យថាយើងត្រូវតែយល់ព្រមនៅអ្វីដែលយើងមិនអាច control បានand act on what you can control និងធ្វើសកម្មភាពទៅលើអ្វីដែលអ្នកអាចធ្វើការ control បាននេះគឺជាចំណុចទី2ដែលខ្ញុំជម្រាបជូន Okay number 3 build discipline មានន័យថាយើងបង្កើតឬក៏ការកសាងនៅទម្លាប់ល្អសម្រាប់ខ្លួនឯងបងប្អូនណាអញ្ចឹង stick to habit មានន័យថា stick នឹងស្អិតបងប្អូនណា habit ទម្លាប់មានន័យថាផ្សារភ្ជាប់ទម្លាប់ហ្នឹងដែលយើងអាចបកប្រែថាផ្សារភ្ជាប់ទម្លាប់ដើម្បីឲ្យវាកើតទៅជាទម្លាប់ល្អ even when you don't feel like it សូម្បីតែនៅក្នុងខណៈមួយដែលអ្នកមិនចូលចិត្តវាក៏យើងត្រូវតែ build up វាដើម្បីបង្កើតបានទៅជាទម្លាប់ល្អ A small daily action create a big result អញ្ចឹងគេថានៅសកម្មភាពតូចបងប្អូនណាសកម្មភាពតូចវាអាចបង្កើតបានទៅជាសមិទ្ធផលដ៏ធំមួយផងដែរបាទនេះនៅក្នុងចំណុចទី3ដែលខ្ញុំលើកឡើងទាក់ទងទៅនឹងការ build discipline អូខេឥឡូវយើងចូលទៅដល់ number 4បាទលេខ4នៅក្នុងនោះគេថា learn from a struggle មានន័យថារៀនពីការតស៊ូបងប្អូនណារៀនពីការតស៊ូនៅក្នុងនោះគេថា see failure as a lesson សូមឲ្យយើងមើលឃើញថាភាពបរាជ័យគឺជាមេរៀនnot the end មិនមែនជាផ្លូវបញ្ចប់នៃការជោគជ័យឬក៏នៅសកម្មភាពរបស់អ្នកនោះទេខ្ញុំឧទាហរណ៍ថាបើសិនជាយើងប្រឡងធ្លាក់12អញ្ចឹងមិនមែនជាពេលដែលយើងត្រូវបញ្ចប់នៅក្តីសម័យយ៉ាងទេមានន័យថាយើងត្រូវតែរៀនអំពីភាពបរាជ័យហ្នឹងដើម្បីធ្វើការយកជ័យជំនះទៅលើវា overcome បងប្អូនណា overcome អញ្ចឹងគេថា every difficult make you a stronger if you reflect and grow អញ្ចឹងមានន័យថានៅក្នុង clear ហ្នឹងគេចង់ជម្រាបថាគ្រប់ភាពលំបាកគឺធ្វើឲ្យអ្នកកាន់តែខ្លាំងឡើងប្រសិនបើអ្នកឆ្លោះបញ្ចាំងហើយនឹងមានភាពមួយចង់រីកចម្រើននេះគឺអ្វីដែលគេនិយាយនៅក្នុងចំណុចគេហៅថា learn from a struggles Welcome back again អញ្ចឹងយើង control emotion ទាក់ទងទៅនឹង control emotion គឺមានន័យថាគឺជាការ control នៅអារម្មណ៍អញ្ចឹងគេថា don't let anger បាទសូមកុំឲ្យមានកំហឹង fear or sadness rule your action មានន័យថាសកម្មភាពទាំងនោះបង្កើតទៅជាច្បាប់សម្រាប់អ្នកដែលអនុវត្តអញ្ចឹងយើងត្រូវជា pause breathe មានន័យថាដកដង្ហើម and think before reaction
មានន័យថាយើងត្រូវធ្វើការគិតមុនពេលនឹងតបតនៅក្នុងចំណុចទី5ដែលយើងឲ្យថា control emotion អូខេចឹងបន្តទៀតយើងឈានចូលទៅដល់នៅចំណុចទី6បាទចំណុចទី6គឺជា special point មួយដែលយើងនិយាយថា surround it yourself with a strength មានន័យថាយើងត្រូវធ្វើខ្លួនយើងឲ្យស្ថិតនៅក្នុងជុំវិញមនុស្សដែលមានសកម្មភាពខ្លាំងដែលគឺគេមានបញ្ញាឬក៏គេមានសមត្ថភាពខ្ពស់ជាងយើងដែលគេនិយាយថា be around people who motivated and inspire you មានន័យថាសូមស្ថិតនៅក្នុងចំណោមមនុស្សដែលគេមានអារម្មណ៍ល្អហើយនឹងគេតែងតែលើកកម្ពស់យើងជំរុញឲ្យយើងដើម្បីទទួលបាននូវសមិទ្ធផលថ្មី avoid negatively and toxic influences មានន័យថាយើងត្រូវតែជៀសវាងនៅគំនិតអវិជ្ជមានហើយនឹងជៀសឲ្យឆ្ងាយអំពីឥទ្ធិពលនៃការបំពុលគេថា toxic នឹងបំពុលបាទ fluent នឹងមានន័យថាឥទ្ធិពលបំពុលបងប្អូនអញ្ចឹងតែការពុលហ្នឹងគឺដូចខ្ញុំបានជម្រាបជូនអញ្ចឹងគឺពុលតាមរយៈពាក្យសម្ដីអ្នកដទៃក៏យើងអាចពុលបានដែរប្រសិនបើយើងត្រូវសេពគប់បុគ្គលដែលគាត់មាននៅអាការៈបែបហ្នឹងឬក៏ negatively ហ្នឹងបាទអញ្ចឹងនៅចូលដល់7បាទចំណុចទី7គឺជា the last point ចុងបញ្ចប់ never stop growing មានន័យថា never ប្រែថាមិនបាទ stop ប្រែថាឈប់ហើយ growing មានន័យថារីកចម្រើនបងប្អូនសំទោសគឺការមិនបញ្ឈប់នៅភាពរីកចម្រើនអញ្ចឹងមានន័យថាមិនគឺមានន័យថា keeping reading មានន័យថារក្សានៅការអានហើយរក្សានៅ improving yourself មានន័យថាបង្កើនឲ្យនៅសមត្ថភាពរបស់ខ្លួនឯងនឹងរីកចម្រើន A strong mind is always open to grow មានន័យថាចិត្តដែលរឹងមាំគឺតែងតែបើកជំហរសម្រាប់ភាពរីកចម្រើនបាទអញ្ចឹងទាំង7ចំណុចនេះបើសិនជាអ្នកទាំងអស់គ្នាយកទៅអនុវត្តខ្ញុំគិតថាវាអាចនឹងជារីកចម្រើនតាក់ទងទៅនឹង to be strong mindset នេះខ្ញុំគិតថាបញ្ចប់តែប៉ុណ្្នឹងហើយក៏សូមអរគុណសម្រាប់ពេលវេលាដ៏មានតម្លៃរបស់អស់លោកដែលតាមដាននៅខ្សែវីដេអូមួយនេះហើយជួបគ្នានៅខ្សែវីដេអូក្រោយបន្តទៀតបាទ See you bye bye